ទីបណ្ឌិតបានស្រីមុំអភិបាលខេត្តបៃលិនថ្លែងអំណរអគុណដល់បងប្អូនអ្នកស្ម័គ្រចិត្តនិងបុគ្គលិកសម្អាតអនាម័យនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបៃលិន2025លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលក៏បានមានប្រសាសន៍អត់សរសើរនិងថ្លែងអំណរអគុណដល់អ្នកស្ម័គ្រចិត្តនិងបងប្អូនជាបុគ្គលិកសម្អាតអនាម័យដែលបានជួយសម្អាតអនាម័យក្នុងព្រឹត្តិការណ៍សង្ក្រាន្តបៃលិនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបានប្រារព្ធទៅអស់រយៈពេល3ថ្ងៃបានយ៉ាងល្អប្រសើរដោយមិនមានសម្រាមពីវាលពីកាឡើយលោកជំទាវអភិបាលខេត្តបៃលិនក៏បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលនិងផ្ដល់គ្រឿងឧបភោគបរិភោគនិងភេសជ្ជៈថវិកាឧបត្ថម្ភទៅដល់បងប្អូនអ្នកស្ម័គ្រចិត្តក្រុងស្រុកនិងឃុំសង្កាត់និងបុគ្គលិកសម្អាតអនាម័យដែលបានចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបៃលិនឆ្នាំ2025នាព្រឹកថ្ងៃទី18ខែមេសាឆ្នាំ2025នៅមាត់ស្ទឹងបៃលិនជាទីតាំងរៀបចំសង្ក្រាន្តបៃលិនលោកជំទាវបណ្ឌិតបានស្រីមុំមានប្រសាសន៍បញ្ជាក់ថាក្នុងរយៈពេល3ថ្ងៃនៃព្រឹត្តិការណ៍ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបៃលិនឆ្នាំ2025បងប្អូនអ្នកស្ម័គ្រចិត្តនិងបុគ្គលិកសម្អាតអនាម័យបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឲ្យសង្ក្រាន្តបៃលិនមានសោភ័ណភាពស្អាតលើកកម្ពស់អនាម័យបរិស្ថានមិនមានសម្រាមពាសវាលពាសកាលដែលនេះសបញ្ជាក់ឲ្យឃើញថាការយកចិត្តទុកដាក់របស់បងប្អូនក្នុងការសម្អាតអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរពិសេសទាំងមុនពេលនិងក្រោយពេលសង្ក្រាន្តនៅមាត់ស្ទឹងបៃលិននិងកន្លែងផ្សេងទៀតគឺមិនមានសម្រាមពាសវាលពាសកាលឡើយលោកជំទាវអភិបាលខេត្តក៏បានមានប្រសាសន៍បន្ថែមក្រៅពីការយកចិត្តទុកដាក់ទាំងកម្លាំងកាយនិងកម្លាំងចិត្តរបស់បងប្អូនស្ម័គ្រចិត្តនិងបុគ្គលិកសម្អាតអនាម័យជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តសប្បាយនៅក្នុងពិធីសង្ក្រាន្តបៃលិនបានយកចិត្តទុកដាក់ក្នុងការវេចខ្ចប់ទុកដាក់សម្រាមប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួនដែលធ្វើឲ្យព្រឹត្តិការណ៍សង្ក្រាន្តបៃលិនឆ្នាំនេះមានសោភ័ណភាពស្អាតនិងបង្កភាពសប្បាយរីករាយព្រមទាំងផ្ដាំផ្ញើដល់បងប្អូនយើងដែលបានចូលរួមសម្អាតអនាម័យបរិស្ថានសូមចែករំលែកនៅបទពិសោធន៍ការយកចិត្តទុកដាក់សម្រាមវេចខ្ចប់សម្រាមជូនបងប្អូនប្រជាពលរដ្ឋដើម្បីរួបរวมគ្នាធ្វើឲ្យខេត្តបៃលិនយើងទាំងមូលគ្មានសម្រាមរីប៉ាយអត្ថបទដោយលោកសសរឿនអង្គភាពគេហទំព័រប្រមាញ់ជីដែន TV News